សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Vanda IT Official ដែលថ្ងៃនេះខ្ញុំនឹងធ្វើការណែនាំបងប្អូនទាំងអស់គ្នានៅកម្មវិធីមួយមានឈ្មោះថា VMware Workstation Pro version 7ដែលជា version ចេញនៅក្នុងឆ្នាំ2025យើងនេះបាទនៅកម្មវិធីនេះវាជាកម្មវិធីរបស់ Windows ដែលវាអនុញ្ញាតឲ្យយើងដំឡើងនៅ Virtual Machine ជាពពួក OS មួយចំនួនដូចជា Windows ដូចជា Mac OS ដូចជា Linux ផងដែរណាដែលកម្មវិធីនេះគឺវាអនុញ្ញាតឲ្យយើងប្រើប្រាស់នៅ Windows 2ក្នុងពេលតែមួយបានឬក៏យើងប្រើប្រាស់ Windows ផងយើងប្រើប្រាស់ Mac ផងបានដូចគ្នាបងប្អូនឧទាហរណ៍ខ្ញុំអញ្ចឹងគឺខ្ញុំប្រើបច្ចុប្បន្ននេះគឺខ្ញុំប្រើ Windows 10 នៅលើម៉ាស៊ីនរបស់ខ្ញុំនេះបាទខ្ញុំអាចតម្លើង Windows 7 Windows 8ឬក៏ Windows 10 មួយទៀតនៅលើ VMware Workstation ហ្នឹងហើយខ្ញុំអាចប្រើប្រាស់វាបានដូចជា Windows យើងទូទៅនេះចំណុចពិសេសរបស់វាមួយយ៉ាងទៀតនោះគឺវាអាចឲ្យយើងtest file បងប្អូនតាក់ទងជាមួយនឹង file ដែលយើង download បានពីប្រភពមិនស្គាល់មួយចំនួនដូចជា website មួយចំនួនអញ្ចឹងពេលខ្លះវាអាចនឹងមានមេរោគវាអាចនឹងមានពពួក virus នៅក្នុង computer យើងអាចដើម្បីជៀសវាងនៃការដែលយើងដំឡើងវាផ្ទាល់ជាមួយនឹងម៉ាស៊ីនរបស់យើងដែលអាចធ្វើឲ្យមេរោគចូលទៅកាន់ម៉ាស៊ីនរបស់យើងហើយវាចាប់ file ក៏វាស៊ី file ស៊ីអីយើងអញ្ចឹងទៅអញ្ចឹងជៀសវាងបញ្ហាទាំងអស់ហ្នឹងបងប្អូនអាច test file ជាមួយនឹង VMware Workstation ហ្នឹងបានដូចគ្នាបងប្អូនហើយរបៀបធ្វើវាអត់ពិបាកទេបងប្អូនឥឡូវចូលទៅមើលរបៀបដែលខ្ញុំធ្វើទាំងអស់គ្នាបន្ទាប់ពីជាដំបូងបងប្អូនយើងត្រូវ download នៅកម្មវិធី VMware Workstation នឹងជាមុនសិនណាយើងចូលមកខាង web browser ឬហើយយើងវាយពាក្យថា VMware Workstation ពេលហ្នឹងវានឹង load VMware នេះបងប្អូន link របស់វាណាតទៅទៀតបងប្អូនចូលមកកាន់ download គឺកន្លែងនេះ VMware Workstation for PC បងប្អូនអានេះសម្រាប់ PC បើនៅលើ Mac OS វាឈ្មោះវាគឺ VMware Fusion អញ្ចឹងបងប្អូន download VMware Workstation ឲ្យហើយមកបងប្អូនហ្នឹងហើយបន្ទាប់ពីយើង download ហើយបងប្អូនមកធ្វើតាមខ្ញុំទាំងអស់គ្នាអានេះគឺជារបៀបនៃការដំឡើងកម្មវិធី VMware Workstation ហ្នឹងជាដំបូងបងប្អូនត្រូវមាន file បងប្អូនយើង download file មកបងប្អូនអាចនឹងមាន file មិនមែនដូចខ្ញុំទេបងប្អូនអាចជាប្រភេទ file ពពួក exe បងប្អូនតែសម្រាប់ខ្ញុំនេះគឺខ្ញុំបាន download វាហើយខ្ញុំក៏បានចងវាជា zip file អញ្ចឹងគឺខ្ញុំត្រូវ unzip បងប្អូនយើងអាច extract here ក៏បានឬក៏សម្រាប់ខ្ញុំអត់ចាំបាច់ extract ទេដោយសារតែអានេះខ្ញុំចង់ជា file zip អញ្ចឹងខ្ញុំមាន WinZip រួចហើយ WinZip ហ្នឹងគឺយើងអាច double click លើវាផ្ទាល់បានបែបនេះហ្នឹងហើយនេះគឺជាកម្មវិធីបងប្អូន download មកវានឹង load ចេញទម្រង់បែបនេះបងប្អូនកន្ទុយវាគឺ exe បែបនេះនេះឥឡូវយើងចូលទៅតម្លើងវាទាំងអស់គ្នាតម្លើងវាងាយស្រួលទេបងប្អូនយើង double click លើវាមកអូខេតមកទៀតយើងចុច yesអូខេបងប្អូននេះគឺជារបៀបដែលយើងចូលមកតម្លើងឬក៏យើង set up វានឹងចាប់ផ្ដើមលុបផ្ទាំងមួយថា Welcome to VMware Workstation Pro Setup Wizard អូខេធ្វើតាមខ្ញុំទាំងអស់គ្នាបងប្អូនយើង click next តមកទៀតកន្លែងនេះគឺជា introduction របស់វាយើងមិនចាំបាច់អានទេយើងចុច accept វាមួយទៅរួចហើយយើងចុច next បន្តទៀតអូខេចំណុចនេះគឺយើងអាចមានសិទ្ធិនៅក្នុងការជ្រើសរើសទីតាំងសម្រាប់ឲ្យយើង install ទៅ file របស់វានឹងក៏ចូលទៅកន្លែងហ្នឹងបងប្អូនអាចជ្រើសរើសទីតាំងដែលបងប្អូនស្រឡាញ់ដែលបងប្អូនចុចលើពាក្យថា change នេះរួចហើយទៅទីតាំងឬក៏ folder បងប្អូនគិតថានឹងតម្លើងវាទៅកន្លែងហ្នឹងតែសម្រាប់ខ្ញុំគឺខ្ញុំអត់ដូរទីតាំងវាទេគឺខ្ញុំទុកទីតាំងជា default របស់វាគឺចូលទៅក្នុង drive C ហើយ folder program file បែបនេះបងប្អូននេះអញ្ចឹងខ្ញុំអត់ចាំបាច់ដូរទេគឺខ្ញុំ click next បន្តទៀតចំណុចមួយនេះបងប្អូនគឺមិនចាំបាច់ដោះ text ទៀតក៏ text អីទៀតទេបងប្អូន click next បន្តទៀតកន្លែងនេះគឺតាក់ទងជាមួយនឹង shortcut បងប្អូនចំពោះកម្មវិធីហ្នឹងគឺបើសិនជាបងប្អូនចង់ឲ្យវា load ចេញ shortcut នៅលើ desktop របស់យើងបែបនេះគឺយើងទុកវាបែបហ្នឹងទៅតែបើបងប្អូនគិតថាមិនចង់ទុកវានៅលើ desktop បែបហ្នឹងទេបងប្អូនដោះ text វាចោលទៅហើយយើង click next បន្តទៀតរួចហើយយើងចុចលើពាក្យ installបងប្អូនសុំចាំវាបន្តិចទៅបងប្អូន
អូខេបងប្អូនឥឡូវយើងមកដល់ចំណុចមួយចុងក្រោយគឺcomplete the VMware Workstation Pro Setup Wizard កន្លែងនេះបងប្អូនចុច finish បើសិនជាបងប្អូនចុច finish ទៅគឺដូចហើយពេលដែលយើងចូលប្រើប្រាស់វានឹងទារ license key តែសម្រាប់ខ្ញុំគឺខ្ញុំមាន license key ស្រាប់សម្រាប់បងប្អូនវិញអាចនឹងតែការទិញ license key ពី VMware Workstation នឹងកន្លែងដែលយើងទៅ download មិញហ្នឹងគេមានកន្លែងទិញ license key ដែរខ្ញុំនឹងទៅ copy license key នេះហើយខ្ញុំ copy រួចហើយខ្ញុំយកមកផាសនៅក្នុងកន្លែង license បងប្អូន click លើ license មករួចហើយបងប្អូនផាសវានៅនឹង control V មកបងប្អូនដោយសារយើង right click អត់មានភាពផាសទេអាហ្នឹងអញ្ចឹងយើង control V មករួចហើយបងប្អូនចុចពី enter ពេលហ្នឹងវានឹង load បែបនេះគឺ finish អញ្ចឹងមានន័យថាកម្មវិធី VMware Workstation របស់យើងគឺជោគជ័យហើយយើងអាចប្រើប្រាស់វាបានហើយឥឡូវបងប្អូនទៅស្វែងយល់ tool តិចតួចមួយចំនួនដែលយើងប្រើសម្រាប់នៅក្នុងការដែលយើង install Visual Machine តាក់ទងមួយចំណុចនេះបងប្អូនមាន new Visual Machine new window ឬក៏ open file អីចឹងទៅបងប្អូនតាក់ទងជាមួយ toolbar នៅខាងលើនេះបងប្អូន new Visual Machine គឺយើងសម្រាប់បង្កើតVisual Machine ថ្មីនេះបងប្អូនមើលនៅលើនេះក៏មានដែរបងប្អូន create a new Visual Machine នឹងក៏ដូចគ្នាអូខេបន្តមកទៀតតាក់ទងជាមួយនឹងview វាមាន full screen មានអីចឹងទៅបងប្អូននេះគឺវាទាញមកខាងក្រៅស្រាប់ៗទៅបងប្អូនចឹងអត់មានអីពិបាកទេកន្លែង VM នេះគឺមានដូចជាកន្លែង manage នេះអនុញ្ញាតឲ្យយើងបន្ថែមបន្ថយឬក៏យើង edit នៅ Visual Machine របស់យើងដែលយើងត្រូវការហើយកន្លែង install VMware tool នេះសម្រាប់ install tool របស់វាដើម្បីឲ្យយើងមានសិទ្ធិ copy file ចេញចូលនៅក្នុង Visual Machine របស់យើងហ្នឹងហើយបងប្អូនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនហើយចាំវីដេអូក្រោយខ្ញុំនឹងធ្វើការដំឡើងនៅ OS មួយចំនួនដូចជាពពួក Windows មាន Windows HP Windows 7 Windows Vista Windows 10 Windows 8 Windows 8.1 Windows 11អីចឹងទៅហើយពពួក macOS មួយចំនួនដូចជា macOS Catalina High Sierra Mojave អីចឹងទៅបងប្អូនអរគុណច្រើនជួបគ្នានៅវីដេអូបន្តទៀត